នចៅខ្មែរយើងជាច្រើនប៉ុណ្ណេះផ្លូវលោកឲ្យយល់ដឹងបើឲ្យដល់ចុងក្រោយនេះគាត់បានបង្កើតនៅសាកលវិទ្យាល័យវិទ្យាស្ថានសក្យបុត្រជាគុណតម្លៃមួយដ៏ធំធេងហើយគាត់បង្កើតវិទ្យាស្ថានផ្សេងទៀតជាច្រើនតាមលឺមកញាតិញោមបើហ្នឹងហើយអញ្ចឹងសេចក្តីល្អរបស់គាត់គឺជាសេចក្តីល្អកាលណាបើបុគ្គលអ្នកទទួលសេចក្តីល្អហើយរមើលគុណអានឹងវាចូលទៅក្នុងមគ្គថារមើលគុណណាញាតិញោមបើអញ្ចឹងដោយកូនចៅប្រុសស្រីផងដែរមេដាបិតាមានគុណអញ្ចឹងណាអញ្ចឹងយើងរមើលគុណវាចូលទៅក្នុងមន្ទិលទី2នេះឬអ្នកដតីណាមួយចៅវាយដែលគាត់មានគុណអញ្ចឹងទៅហើយយើងរមើលគុណក៏ឈ្មោះថាមគ្គដែរបើព្រះសង្ឃជាអ្នកមានគុណបើព្រះពុទ្ធជាអ្នកមានគុណរបស់ពុទ្ធបរិស័ទព្រះរាជាជាអ្នកមានគុណរបស់ប្រជាជនដែលព្រះរាជាប្រកបដោយទស្សពិតរាជធម៌ប៉ុណ្ណានិងលោកគ្រូអ្នកគ្រូជាអ្នកមានគុណរបស់សិស្សានុសិស្សបើម៉ែឪជាអ្នកមានគុណរបស់កូនចៅប្រុសស្រីបើជាវាយជាអ្នកមានគុណរបស់អ្នកបម្រើទាំងឡាយទាំងពួងអញ្ចឹងប៉ុណ្ណាអញ្ចឹងជារួមមកឲ្យតែអ្នកមានសេចក្តីល្អទៅលើអ្នកដតីហើយអ្នកដតីរមើលគុណមិនដឹងគុណឈ្មោះថារមើលគុណជាមគ្គទី2ជាមន្ទិលប៉ុណ្ណាបើទី3អ៊ីសាសេចក្តីចំណែនបើចំណែនហ្នឹងគឺអ្នកដតីគេធ្វើអីកើតបើហើយយើងធ្វើអីមិនកើតចិត្តហ្នឹងវាចំណែនអ្នកដតីមានលៀបមានយុះណាដូចនៅក្នុងប្រសងយើងសបោកន្លែងហ្នឹងញាតិញោមអ៊ីសាហ្នឹងចំណែនប្រសងអង្គណាមានលៀបក៏មិនទាន់មានលៀបមិនសូវគេចំណែនមិនសូវគេស្អប់ទេប៉ុណ្ណាតែមានលៀបមានយុះគុណចាស់ផ្សេងទៀតលោកចំណែនមានធម៌ហ្នឹងច្រើនតែមាននៅក្នុងប្រសងក៏ច្រើនដែរហ្នឹងដូចថាបុះដូចគ្នាអញ្ចឹងបានដឹងណាញាតិញោមអញ្ចឹងហើយយើងត្រូវសង្កត់ចិត្តយើងត្រូវអត់ធ្មត់ពេលអង្គដតីលោកមានលៀបយើងកុំចំណែនតែចំណែនយើងអត់មានលៀបអត់មានជ័យអីទេទៀតតែណាយើងសង្កត់ចិត្តយើងគិតថានេះជាបុណ្យរបស់លោកបើលោកដតីធ្វើអីកើតយើងកុំចំណែនលោកយើងសាធុការជាមួយលោកទៅយើងនឹងបានបុណ្យបើយើងរឹតតែចំណែនយើងរឹតតែអត់ក៏ណាយើងរឹតតែចំណែនលោកយើងរឹតតែអត់បើយើងអនុមោទនាឃើញលោកមានលៀបមានយុះយើងអនុមោទនាជាមួយយើងនឹងបានបុណ្យជាមួយលោកកណានឹងយើងនឹងបានបុណ្យអញ្ចឹងហើយកុំចំណែនដូចឥឡូវវិទ្យាស្ថានសក្យបុត្រយើងកាលមិនទាន់មានសាលាមិនទាន់មានអីចឹងទៅគេមើលមិនសូវឃើញហ្នឹងហើយបានតែត្រឹមដីគេថាមានតែដីទៅទេគ្មានបានស្អីផង4-10ឆ្នាំហើយហ្នឹងហើយឥឡូវដល់ពេលមានសាលាមានកុដិមានអីចឹងទៅថ្ងៃក្រោយគួរអីមានគេចំណែនថាអញ្ចេះថាអញ្ចោះបើហ្នឹងហើយញាតិញោមអញ្ចឹងការចំណែនហ្នឹងគឺជាមន្ទិលធម៌មួយដែរណាញាតិញោមអ៊ីសាណាបើណានឹងធម៌ទី3បើអញ្ចឹងយើងត្រូវកាត់បន្ថយគឺណាកាត់បន្ថយទី4ណាមច្ឆរិយៈសេចក្តីកំណាញ់បើសេចក្តីកំណាញ់ហ្នឹងមាននៅក្នុងសន្តានចិត្តបុគ្គលណាបុគ្គលនោះមិនធ្វើទានដរាបនោះបើឲ្យតែមានសេចក្តីកំណាញ់យើងនឹងឈ្មោះថាជាបុគ្គលក្រលហេងលហាមក្រជាតិនឹងហើយក្រជាតិក្រើយទៀតបើណាក្រមួយលានជាតិមកកោតជាតិមានមច្ឆរិយៈដរាបណាការលះបង់របស់យើងគឺមិនមានសោះឡើយមិនបាច់ថាមានលុយ1000ទេទោះបីតែមានដល់ទៅរាប់លានកោតរាប់ប៉ោនកោតក៏ដោយតែមានមច្ឆរិយៈហើយលះមិនបានទេបើណាធ្វើទានមិនបានទេហ្នឹងហើយមិនបាច់ថាអ្នកខ្ញុំក្រខ្ញុំធ្វើទានមិនកើតអត់ទេអត់មកពីក្រទេរឿងធ្វើទានមិនកើតហើយក៏មិនមែនមកពីមានដែរគឺមកពីមច្ឆរិយៈហ្នឹងញាតិញោមអញ្ចឹងដរាបណាមានមច្ឆរិយៈគឺញាតិញោមមានលុយកប់ពើក៏ធ្វើទានមិនកើតដែរគុណចាស់មានបច្ច័យ4ប៉ុណ្ណាក៏ដោយតែមានមច្ឆរិយៈហើយក៏ធ្វើទានអត់កើតដែរអញ្ចឹងមច្ឆរិយៈធម៌ទី4ហ្នឹងជាមន្ទិលអញ្ចឹងគាត់បីលះចោលទើបយើងខ្លាចជាអ្នកមានបើហ្នឹងហើយលះធម៌នឹងចោលឈ្មោះថាអ្នកមានដែរទោះបីក្រប៉ុណ្ណាក៏ដោយព្រោះថាយើងអាចធ្វើទានបានបើណាហ្នឹងហើយយើងក្រដល់កម្រិតណាក៏ដោយឲ្យតែលះមច្ឆរិយៈចោលឈ្មោះថាអ្នកមានហើយបើ
នឹងធម៌ទី4ធម៌ទី5នឹងមាយាសេចក្តីលាក់ពុតហ្នឹងហើយលាក់ពុតទៅញាតិញោមដឹងល្បិចច្រើនណាបើលាក់គំនូចលាក់ពុតហ្នឹងបើណាបើលាក់ពុតហ្នឹងហើយលាក់ហ្នឹងថាលាក់ពុតអញ្ចឹងមួយយ៉ាងបើហ្នឹងហើយធម៌ទី5បើណាធម៌ទី6សាថយៈសេចក្តីអ៊ូតអាងបើអ៊ូតបកែអ៊ូតហ្នឹងហើយអ៊ូតចុះអ៊ូតឡើងគេដេញតន់ទៅទេរើអីគ្មានទេញាតិញោមបើធ្វើបានប៉ុណ្ណេះអ៊ូតប៉ុណ្ណោះបើរើបាន10000ថាបាន20000ហ្នឹងគឺសំដៅយើងអ្នកបកែអ៊ូតត្មងញាតិញោមមិនអីទេខ្ញុំធ្វើបានបើដល់ទីបញ្ចប់អត់បានអីទាំងអស់បើហ្នឹងហើយគឺអ៊ូតបកែអ៊ូតបើណាបើសាថយៈបើណាសេចក្តីអ៊ូតអាងហ្នឹងទី6បើណាជាមន្ទិលដែរណាញាតិញោមបើទី7មុសាពោលកុហកបាទពោលពាក្យកុហកណាញាតិញោមបាទអ្នកណាតើណាក៏អាចកុហកបានដែរប៉ុន្តែសម្រាប់អ្នកមានសិលគឺมันអាចកុហកបានទេបាទណាបាទអញ្ចឹងនៅលើโลกនេះរកបុគ្គលណាដែលមិនចេះកុហកតិចបំផុតញាតិញោមបាទមើលញាតិញោមណាតាំងចិត្តដែលថាមិនកុហកបានណាបើមិនងាយទេបើមិនកុហកអ្នកដទៃក៏កុហកចៅខ្លួនឯងដែរបាទហ្នឹងហើយបើមិនកុហកអ្នកដទៃក៏កុហកនៅក្នុងគ្រួសារហ្នឹងដែរបាទឃើញទេมันងាយរក្សាបានទេញាតិញោមមុសាវាទាហ្នឹងអញ្ចឹងវាចូលទៅក្នុងមន្ទិលដែរណាប៉ុណ្ណាបើសមាទានកាន់យកបានគឺបុគ្គលនឹងខ្លាំងហ្មងមិនចេះកុហកណាញាតិញោមពោលតែពាក្យសច្ចៈហ្នឹងហើយបើនិយាយថាមនុស្សធម្មតាអាចទៅនៅព្រៃបានជាសច្ចៈបុគ្គលបើជាសច្ចាំងជាតបោះសច្ចាំងប៉ុណ្ណាអ្នកដែលមិនពោលកុហកណាបើអញ្ចឹងមិនងាយទេមិនងាយរើបានតែហ្មងញាតិញោមបើបុគ្គលណារក្សាបានគឺថាក្រៃលែងណាស់ប៉ុណ្ណាបើហ្នឹងគឺជាមន្ទិលទី7ប៉ុណ្ណាយើងអាចលះបានទេហ្នឹងហើយត្រូវតែរៀនលះប៉ុណ្ណាបើហ្នឹងទី7ទី8បាបច្ឆាបើបាបច្ឆាហ្នឹងគឺសេចក្តីប្រាថ្នាលាមុបាបច្ឆាប្រាថ្នាអាក្រក់បើគេប្រាថ្នាដែរគេប្រាថ្នារួចចាកទុកបើប្រាថ្នាបានព្រះនិព្វានប្រាថ្នាស្ដាប់ពធបើប្រាថ្នាល្អជាច្រើនទៀតបើណាដល់ពេលឯងនេះប្រាថ្នាលាមុដាក់បាតលោកម្ដងប្រាថ្នាចង់បានប្រពន្ធ7អីចឹងហ៎ញោមហ្នឹងហើយប្រាថ្នាលាមុប្រាថ្នាអីផ្សេងទៀតប្រាថ្នាអាក្រក់ណាញោមច្រើនបាទហ្នឹងហើយខ្សែខ្សឹបមាត់ហ្នឹងមិនដឹងប្រាថ្នាអីខ្លះទេណាបាទណាបាទហ្នឹងប្រាថ្នាដូចនាងម្នាក់ណាដាក់បាតលោតថាឲ្យបរោះណាឃើញនាងកាលណាឲ្យវិញប៉ុណ្ណឹងឲ្យស្អាតហើយឲ្យបរោះណាឃើញឲ្យវិញឲ្យឈួតឃើញទេបើនាងឧមាតន្តីញាតិញោមបើគាត់ដាក់បាតប្រគិនប្រសងប្រគិនលោកទៅគាត់ប្រាថ្នាជាតិណាឲ្យរូបស្អាតហើយបរោះណាគាត់ណាសម្លឹងឃើញឈួតត្មងវិញស្មារតីហ្មងអាហ្នឹងប្រាថ្នាដែរគេថាប្រាថ្នាលាមុឃើញទេវាចូលទៅក្នុងមន្ទិលញាតិញោមហ្នឹងហើយឲ្យអ្នកដតីស្រឡាញ់ខ្លួនលំបាកវេទនាអញ្ចឹងទៅណាបើណាបើហ្នឹងហើយបានសម្រេចមែនដោយបុណ្យបើហ្នឹងហើយហ្នឹងទី8ជាមន្ទិលញាតិញោមអញ្ចឹងពេលខ្លះយើងកុំប្រាថ្នាអាក្រក់ពេកកុំប្រាថ្នាលាមុពេកញាតិញោមបើប្រាថ្នាល្អទៅលោកម្ចាស់បានសម្រេចគុណធម៌ណាសូមឲ្យខ្ញុំកណាបានសម្រេចគុណធម៌ហ្នឹងហ៎ញាតិញោមព្រះអរិយៈទាំងឡាយលោកតែងប្រាថ្នាអញ្ចឹងប៉ុណ្ណាបាទហ្នឹងហើយលោកថាលោកបានសម្រេចគុណធម៌ណាសូមឲ្យលោកខ្ញុំកណាបានចំណែកនៅគុណធម៌នោះផងដែរអាហ្នឹងគឺប្រាថ្នាល្អណាញាតិញោមបាទហ្នឹងទី8ទី9ហ្នឹងមច្ឆាទិដ្ឋិបាទណាចុងក្រោយនេះទី9គឺសេចក្តីយល់ខុសហ្នឹងជាសត្រូវក្នុងខ្លួនណាញាតិញោមជាសត្រូវដ៏កាចសាហាវបំផុតណែ
ទី1នៅសមាទិដ្ឋិញាតិញោមគេនេះសមាទិដ្ឋិសង្កបោសមាវាចាសមាកម្មន្តោសមាជីវោសមាវាយាមោសមាសតិសមាសមាធិចុងក្រោយត្រូវតែមានសមាធិហើយញោមខ្លះកិច្ចអត់ធ្វើសមាធិទេមកជាតិនឹងអត់ទេឮតែសមាធិខ្ជិលល្មងខ្ជិលអង្គុយបើត្រឹមមកស្ដាប់ធម៌រៀនធម៌ចម្រើនវិបស្សនាអូខេមិនអីទេកូនចាស់ហ្នឹងហើយរៀនអភិធម្មរៀនវិបស្សនាយល់ចិត្តចេតសិកមានសតិបញ្ញាកើតឡើងទីណាដឹងធម៌នៅទីនោះអញ្ចឹងអូខេបើប៉ុន្តែឲ្យទៅអង្គុយសមាធិអត់ចូលចិត្តអង្គុយថាអត់បានទេញាតិញោមមកជាតិនេះអត់ណាក៏ត្រូវទៅចូលវគ្គសមាធិម្ដងដែរបាទទោះបីញាតិញោមខ្ជិលយ៉ាងណាក៏ដោយត្រូវតែមានវគ្គសមាធិ3ថ្ងៃ7ថ្ងៃ10ថ្ងៃត្រូវតែចូលរៀនម្ដងឲ្យដឹងមើលសមាធិវាយ៉ាងម៉េចបាទអញ្ចឹងហើយបានថ្ងៃហ្នឹងថ្ងៃទី7 8 9ហ្នឹងវាជាស្ថានយើងហ្នឹងបើកវគ្គសមាធិតែ3ថ្ងៃទេញាតិញោមអត់យូរទេហើយមកមើលវឹកខាត់សាកមើលវាយ៉ាងម៉េចកុំខ្លាចប៉ុណ្ណាបាទអាហ្នឹងបដើមចមកពីអីមកពីមានសមាទិដ្ឋិញាតិញោមអញ្ចឹងកាលណាបើយើងមិនមានសមាទិដ្ឋិទេមានតែមច្ឆាទិដ្ឋិតែមច្ឆាទិដ្ឋិហើយគឺចូលទៅក្នុងមន្ទិលញាតិញោមផ្លូវខុសបាទបុគ្គលណាមានមច្ឆាទិដ្ឋិជាប់នៅក្នុងប្រាណបុគ្គលនោះនឹងមានជួនពៀលជាប់នៅក្នុងសន្តានចិត្តបានន័យថានាំយើងទៅរកសេចក្តីវិនិច្ឆ័យហើយញាតិញោមបើគ្មានសមាទិដ្ឋិណាប៉ុណ្ណាបុគ្គលណាមានសមាទិដ្ឋិបុគ្គលនោះឈ្មោះថាមានមិត្តសម្លាញ់នៅក្នុងសន្តានចិត្តប្រាប់ផ្លូវយើងទៅរកផ្លូវត្រូវរហូតដោយសារមានសមាទិដ្ឋិសូមអនុមោទនាអញ្ចឹងនេះអាត្មាភាពលើកឡើងនៅមន្ទិល9យ៉ាងប៉ុណ្ណាមកសម្ដែងថ្លែងប្រគិនដល់កណ្ដាគុណចាស់ជូនដល់ញាតិញោមពុទ្ធបរិស័ទថាកាលណាបើយើងមានមន្ទិលទាំង9យ៉ាងហ្នឹងហើយយើងហ្នឹងមិនល្អទេប៉ុណ្ណាត្រូវតែលះបង់ទី1ហ្នឹងកោធូសេចក្តីក្រោធខឹងទី2ម៉ាក់ខោសេចក្តីរមើលគុណទី3អ៊ីសាសេចក្តីច្រណែនទី4មច្ឆរិយៈសេចក្តីកំណាញ់ទី5មាយាសេចក្តីលក្ខពុតប៉ុណ្ណាទី6សាថៃយ៉ាងសេចក្តីអួតអាងទី7មុសាពោលពាក្យកុហកណាទី8បាបច្ឆាប៉ុណ្ណាសេចក្តីប្រាថ្នាដល់លាមុទី9មច្ឆាទិដ្ឋិហ្នឹងហើយធម៌ទាំង9ហ្នឹងមាននៅក្នុងខ្លួនបុគ្គលណាគុណចាស់អង្គណាគុណចាស់អង្គនោះនឹងមានភ័យជាប់តាមខ្លួនណាអញ្ចឹងយើងត្រូវតែលះបង់ប៉ុណ្ណាលះបង់ម្ដងតិចទៅកុំឲ្យវាមានច្រើនពេកមាននៅតែមានហ្នឹងប៉ុន្តែកុំឲ្យវាច្រើនពេកឲ្យវាតិចមកទីបំផុតជាតិជួបពុទ្ធឬក៏កសាងបារមីដោយខ្លួនឯងទៅលះដោយខ្លួនឯងឬក៏ស្ដាប់ធម៌ពុទ្ធទៅឲ្យលះអស់ធម៌នឹងតែម្ដងសូមអនុមោទនីសាធុសាធុអ្នកវេកតរិយាទេបលោកੰវចន្តិពាលាហវេណបសង្សន្តិទានੰធីរោចទានੰអនុមោទមានោទេនេវសាហោតិសុខេបរដ្ឋៈបុគ្គលកំណាញ់ស្វិតស្វាញមិនបានទៅកាន់ទេវលោកទេជនពៀលទាំងឡាយមិនសរសើរទានឡើយចំណែកអ្នកប្រាជ្ញតែងអនុមោទនាទានព្រោះហេតុនោះលោកតែងបានសេចក្តីសុខក្នុងទេវលោកខាងមុខទេណាសូមអនុមោទនា Thank you, the Venerable Dhamma Vipassana Monsai, for your enlightening Dhamma's talk and blessing. Your word has touched our heart, and we are truly grateful. Thank you so much. ជាបន្ទាប់ខ្ញុំបករណាសូមរតនានិមន្តភិក្ខុធម្មលង្ការៈបណ្ឌិតច័ន្ទសិជនបច្ច័យអធិការវត្តប្រាសាទស្រះកណ្ដាលខ្ចាក់សម្ដែងនៅបឋមទេសនាសូមរតនានិមន្តព្រះអង្គមានថេរវេលា20នាទី Next, I would like to respectfully invite the Venerable Bhikkhu Thami Lankara, Dr. Chan Sochun, the abode of Prasad Srakanda Ksha Temple to offer the Dhamma talk to all devotees. We are invited. សូមអនុមោទនាសាធុឲ្យលឺតិចមកញោម